ជំរាបសួរនាងខ្ញុំបញ្ជាបណ្ឌិតលីសូនីនាងខ្ញុំគឺជាគ្រូពេទ្យឯកទេសផ្នែកកុមារថ្ងៃនេះខ្ញុំលើកយកពីបញ្ហាដែលកូនមានអាការៈហៀតឹងច្រមុះនិងហៀស្បោខ្លាំងតើយើងអាចធ្វើដូចម្តេចខ្លះដើម្បីជួយកូនក្នុងរដូវវស្សាយើងជួបឃើញកុមារជាច្រើនដែលមានបញ្ហាតាក់ទងមួយនឹងច្រមុះនឹងគឺតឹងច្រមុះហៀស្បោនិងពិបាកដកហើមជាពុកម្ដាយគឺគាត់មានអារម្មណ៍មិនស្រួលទេនៅពេលដែលឃើញកូនមានបញ្ហាទាំងនេះយើងអាចមានវិធីសាស្ត្របដោះអាសន្នដើម្បីជួយឲ្យកូនស្រួលនៅក្នុងការដកដង្ហើមនឹងទី1គឺបញ្ចេញសម្បោរដោយដាក់ស្រោមប្រៃនៅក្នុងច្រមុះគឺយើងអាចបន្តស្រោមប្រៃចូលទៅក្នុងច្រមុះកូនអាច2ទៅ3តំណក់ក្នុងច្រមុះកូនបន្ទាប់ពីបន្តហើយគឺយើងម៉ាស្សាថ្នមនៅលើច្រមុះនឹងគឺដើម្បីឲ្យស្បោនឹងគឺវាធ្លាក់ចេញស្បោនឹងវារាវហើយវាធ្លាក់ចេញឬមួយក៏វាហូរចូលទៅក្នុងបំពង់កយើងអាចធ្វើបែបនេះអាច2ទៅ3ដងក្នុងមួយថ្ងៃហ្នឹងក៏វាអាចធ្វើឲ្យស្លេសដែលខាប់នៅក្នុងច្រមុះកូនបានរាវជាងមុនក៏វាអាចធ្វើឲ្យគាត់រៀងធូរស្រាលដកដង្ហើមដែរទី2គឺការឆ្ពង់គឺយើងប្រើម៉ាស៊ីនឆ្ពង់ជាមួយនឹងស្រោមប្រៃអាចរយៈពេល3ទៅ5នាទីការឆ្ពង់ហ្នឹងគឺវាជួយឲ្យសម្បោរដែលវាខាប់នៅក្នុងច្រមុះហ្នឹងវាទៅជារលាយហើយនឹងងាយហូរចេញអញ្ចឹងក៏វាអាចជួយពង្រឹងសមត្ថភាពនៅក្នុងការដកដង្ហើមរបស់កូនដែរទី3គឺបូមសម្បោរឬមួយក៏លាងច្រមុះគឺយើងអាចប្រើឧបករណ៍សម្រាប់បូមសម្បោរដែលមានសមត្ថភាពសម្រាប់ទារកអាចប្រើជាឧបករណ៍ឬមួយក៏ប្រើដោយដៃឬមួយក៏ដោយថ្មឬមួយក៏យើងប្រើសារ៉ាងដាក់ស្រោមប្រៃដើម្បីលាងច្រមុះដល់កូនអ្វីដែលប៉ាម៉ាក់មិនត្រូវធ្វើគឺមិនត្រូវបឺតសម្បោររបស់កូនដោយមាត់ទេពីព្រោះនៅក្នុងមាត់របស់យើងគឺសម្បូរទៅដោយមេរោគអញ្ចឹងការដែលយើងបឺតសម្បោររបស់កូនដោយមាត់ហ្នឹងគឺវាអាចធ្វើឲ្យឆ្លងមេរោគបន្ថែមទៀតបើសិនជាកូនមានសញ្ញាធ្ងន់ដូចជាពិបាកដកដង្ហើមខ្លាំងដូចជាក្អកខ្លាំងឬមួយក៏ឡើងស្លេសខ្លាំងឬមួយក៏មានអាការៈសង្ស័យថាមានជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរត្រូវយកគាត់ទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ